ជំរាបសួរលោកគ្រូនិងសួស្តីទៅកាន់មិត្តភក្តិទាំងអស់គ្នានាងខ្ញុំមានឈ្មោះថាគង់ពិសីដែលនាងខ្ញុំមកពីថ្នាក់ទី10Aនៃវិទ្យាល័យព្រះអង្គឌួងដែលថ្ងៃនេះខ្ញុំមកពន្យល់អំពីមេរៀនទី2ប្រការិយោតនិងអការិយោតចឹងមុននឹងយើងចូលទៅដល់ស្លាយបន្ទាប់យើងមកដឹងពីប្រការិយោតគឺជាសារពាង្គកាយឯកោសិកាដែលគ្មានន័យយកពិតប្រាកដឡើយឯចំណែកឯអការិយោតគឺជាសារពាង្គកាយដែលកោសិការបស់វាមានន័យយកពិតប្រាកដឥឡូវយើងចូលទៅដល់ស្លាយបន្ទាប់ដែលរូបភាពនេះគេចង់និយាយអំពីរូបរាងនៃកោសិកាអការិយោតនិងប្រូការិយោតចឹងអការិយោតមានណៃយ៉ូមានស៊ីតូផ្លាសមានរីបូសូមមានមីតូក្រុងទ្រីនិងមានគ្នាព័ទ្ធជុំវិញកោសិកាហើយមានគ្នាព័ទ្ធជុំវិញណៃយ៉ូមានគ្នាព័ទ្ធជុំវិញរីបូសូមនិងមីតូក្រុងទ្រីឥឡូវយើងចូលទៅដល់រូបម្ខាងទៀតដែលនិយាយអំពីប្រូការិយោតមានគ្នាគ្រោងមានស៊ីតូផ្លាសមាន ADN ហើយគ្មានគ្នាព័ទ្ធជុំវិញទេនិងមានផ្លាសែឥឡូវយើងចូលទៅដល់ស្លាយបន្ទាប់ដែលប្រូការិយោតគ្មានន័យយកពិតប្រាកដចឹងយើងនិយាយពីរូបរបស់វាសិនរូបរបស់វានឹងចង់និយាយពីរូបគុំនិងលក្ខណៈទូទៅរបស់វាចឹងស្រទាប់ក្រៅរបស់វានឹងរឹងមាំមិនងាយកោសិកាឡើយចឹងប្រូការិយោតវាមិនងាយកោសិកាកើតឡើងឡើយគ្នាគ្រោងមានតួនាទីដូចទៅនឹងសម្បកក្រៅដែរគ្នាស៊ីតូផ្លាសដែលព័ទ្ធជុំវិញស៊ីតូផ្លាសមាននាទីផលិតថាមពលនិងដំណក់ដង្ហើមរីបូសូមផលិតប្រូតេអ៊ីនផ្លាស្មីកជារង្វង់រោមរបស់វាសម្រាប់បាក់តេរីចូលទៅក្នុងសារពាង្គកាយថ្មផ្លាសែហ្នឹងសម្រាប់ធ្វើចលនាដែលលក្ខណៈទូទៅរបស់វាហ្នឹងវាមានរូបគុំសាមញ្ញណៃយ៉ូមានគ្នាគ្រោងព័ទ្ធជុំវិញមានទំហំតូចគ្នាគ្រោងបង្កឡើងពីសារធាតុមួយហៅថាភាពទីតូក្លីការីបូសូមមានទំហំតូចរាល់ធាតុនៅក្នុងកោសិកាប្រូការិយោតគឺអត់មានគ្នាព័ទ្ធជុំវិញទេឥឡូវយើងចូលទៅដល់ស្លាយបន្ទាប់តែគេនិយាយអំពីប្រូអការិយោតចឹងគេនិយាយពីលក្ខណៈទូទៅចឹងលក្ខណៈទូទៅរបស់អការិយោតមានរូបរាងសាំញ៉ាំមានន័យយកពិតប្រាកដមានទំហំតូចគ្នាគ្រោងរបស់វាបង្កើតបានជាគ្នាសេលូឡូសរីបូសូមមានទំហំធំរាល់ណៃយ៉ូធាតុទាំងអស់នៅក្នុងកោសិកាគឺមានគ្នាព័ទ្ធជុំវិញទាំងអស់ហើយអការិយោតបង្កបានជាឯកោសិកាផងនិងពហុកោសិកាផងឥឡូវចូលទៅដល់ស្លាយបន្ទាប់ដែលយើងប្រៀបធៀបរវាងប្រូការិយោតនិងអការិយោតចឹងគ្នាកោសិកាគឺវាមាននៅក្នុងប្រូការិយោតផងអការិយោតផងឯចំណែកឯរីបូសូមហ្នឹងវាមាននៅប្រូការិយោតផងអការិយោតផងឯចំណែកឯអានេះចង់និយាយអំពីធាតុកោសិកាដែលអការិយោតនៅក្នុងស៊ីតូស៊ូសិតតែមានគ្នាទាំងអស់ប៉ុន្តែប្រូការិយោតគ្មានទេប៉ុន្តែអការិយោតមានទាំងអស់បន្ទាប់មកគឺណៃយ៉ូវាមាននៅក្នុងប្រូអត់មាននៅក្នុងប្រូការិយោតទេវាមាននៅក្នុងអការិយោតហើយចំណែកឯសាយនេះទំហំហ្នឹងវាមានប្រូការិយោតវាមានទំហំចាប់ពី1មីក្រូម៉ែត្រដល់10មីក្រូម៉ែត្រចំណែកឯអការិយោតមាន10មីក្រូម៉ែត្រដល់100មីក្រូម៉ែត្រឥឡូវយើងចូលទៅដល់ស្លាយបន្ទាប់ដែលឲ្យយើងប្រៀបធៀបរវាងប្រូការិយោតនិងអការិយោតដោយសារតែអក្សរទូចពេកយើងចូលទៅដល់មើលនេះវិញស្រួលមើលជាងចឹងមុនដំបូងហ្នឹងគេសួរយមន័យអការិយោតគឺជាកោសិកាដែលមានន័យយកពិតប្រាកដហើយមានគ្នាព័ទ្ធជុំវិញធាតុកោសិកាទាំងអស់ចំណែកប្រូការិយោតគឺជាសារពាង្គកាយឯកកោសិកាដែលមិនមានន័យយកនិងមិនមានគ្នា
គ្រោងព័ទ្ធជុំវិញកោសិកាទេចំណែកឧទាហរណ៍មានសត្វរុក្ខជាតិផ្សិតនិងប្រូទីនដែលវាស្ថិតនៅក្នុងអ៊ើការីយ៉ូតទាំងអស់ហើយចំណែកឯប្រូការីយ៉ូតមានបាក់តេរីនិងអាកេបាក់តេរីចំណែកឯណៃយ៉ូនោះមានគ្នាព័ទ្ធជុំវិញណៃយ៉ូចំណែកឯប្រូការីយ៉ូតអត់មានគ្នាព័ទ្ធជុំវិញទេទំហំអ៊ើការីយ៉ូតពី10មីក្រូម៉ែត្រដល់100មីក្រូម៉ែត្រចំណែកឯប្រូការីយ៉ូតតូចជាង1មីក្រូម៉ែត្រទៅ5មីក្រូម៉ែត្រការបង្កើតម៉ូលេគុលគឺអ៊ើការីយ៉ូតម៉ូលេគុលមានចំនួនច្រើនដែលចំណែកឯប្រូការីយ៉ូតវិញមានចំនួនម៉ូលេគុលតែមួយប៉ុណ្ណោះហើយចំណែកប្រភេទសារពាង្គកាយភាគច្រើនពហុកោសិកានៅក្នុងអ៊ើការីយ៉ូតចំណែកឯប្រូការីយ៉ូតឯកកោសិកាប្រូម៉ូសូមមាននៅក្នុងអ៊ើការីយ៉ូតច្រើនជាង1ប្រូការីយ៉ូតមាន1ហើយនៅជាលក្ខណៈរង្វង់ ADN ក៏1ផ្លាស្មីដរីបូសូមហ្នឹងវាមានទំហំធំចំណែកឯប្រូការីយ៉ូតមានទំហំតូចការលូតលាស់ចឹងអ៊ើការីយ៉ូតមានការលូតលាស់យឺតចំណែកឯប្រូការីយ៉ូតមានការលូតលាស់លឿនហើយធាតុកោសិកានៅក្នុងអ៊ើការីយ៉ូតមានវត្តមានចំណែកឯប្រូការីយ៉ូតគ្មានវត្តមានជាចុងក្រោយនេះខ្ញុំសូមអរគុណលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាដែលបានស្ដាប់វីដេអូនេះខ្ញុំបកស្រាយសូមអរគុណ